ជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានចំណេះដឹងសម្រាប់ចែករំលែកឲ្យបងប្អូនចេះអំពីរបៀបក្នុងការផ្សំចំណីមាន់ដើម្បីឲ្យវាស៊ីទៅធំធាត់លឿនបាទអញ្ចឹងសម្រាប់បងប្អូនដែលថ្មីសូមបងប្អូនសូមជួយចុច Subscribe ដើម្បីទទួលបានចំណេះដឹងបន្ថែមអំពីការចិញ្ចឹមមាន់នេះផងដែរបាទហើយខ្ញុំនឹងចែករំលែកបងប្អូនចេះអំពីរបៀបក្នុងការផ្សំដោយយើងផ្សំចំណីតាមបែបធម្មជាតិបាទអញ្ចឹងយើងងាយស្រួលបាទក្នុងការស្វែងរកនៅក្នុងស្រុកបាទហើយមួយទៀតចំណីនេះគឺជាចំណីដែលបងប្អូនគួរតែចេះបាទអត់មានអីពិបាកទេគ្រាន់តែបងប្អូនបាទមានវត្ថុធាតុដើមទាំងប្រមាណមុខទេបាទហើយចំពោះការធ្វើចំណីនេះបងប្អូនគួរតែធ្វើចំណីឲ្យវាស៊ីជារៀងរាល់ថ្ងៃទៅនៅពេលដែលថាបងប្អូនផ្ដល់ឲ្យវាស៊ីជារៀងរាល់ថ្ងៃនោះវានឹងធំធាត់បាទឆាប់រហ័សជាងយើងផ្ដល់ចំណីដោយមិនលាយបាទអញ្ចឹងនេះជារូបមន្តដើម្បីផ្សំចំណីដើម្បីឲ្យវាស៊ីបាទសម្រាប់មាន់ដែលអាយុលើសពី21ថ្ងៃអញ្ចឹងបងប្អូនអាចផ្សំឲ្យវាស៊ីបានហើយបាទយើងផ្សំអញ្ចឹងគឺដើម្បីកាត់បន្ថយនៅចំណាយរបស់យើងដែលបងប្អូនភាគច្រើនមួយចំនួនគាត់និយាយថាទិញចំណីសម្រាប់ទាំងស្រុងបាទឲ្យវាស៊ីប៉ុន្តែនេះយើងមិនចាំបាច់ដែលថាទិញចំណីទេបងប្អូនគួរតែមានវត្ថុធាតុដើមទាំងប៉ុន្មានមុខនេះមានដូចជាបាទចំណីមាន់បាទចំណីមាន់ដែលចំណីមាន់ម៉ត់បាទហើយចំពោះបាទចំណីនេះគឺខ្ញុំប្រើសម្រាប់មាន់ដែលអាយុបាទចាប់ពី1ថ្ងៃរហូតដល់លក់បាទប្រភេទបាទស៊ុបពែបាទស៊ុបពែ76ជាងចំណីនឹងល្អបាទវាធ្វើឲ្យមាន់ថាធំធាត់លឿនបាទហើយក្នុងការផ្សំបងប្អូនគ្រាន់តែមានចំណីមាន់បាទអញ្ចឹងនៅក្នុងនៅក្នុងការផ្សំនេះខ្ញុំផ្សំចំនួនបាទ15គីឡូទេបាទអញ្ចឹង15គីឡូខ្ញុំប្រើចំណីមាន់ចំនួនបាទ4គីឡូបាទ4គីឡូចំណីជ្រូកបាទចំណីជ្រូកខ្ញុំមានចំណីជ្រូកចំនួន2គីឡូបាទ2គីឡូនិងកន្ទក់បាទកន្ទក់ខ្ញុំប្រើចំនួន4គីឡូដែរបាទបើចំណែកចុងកខ្ញុំប្រើចំនួន5គីឡូបាទអញ្ចឹងបងប្អូនអាចប្រើលើសនឹងក៏បានដែរអត់អីទេបាទអញ្ចឹងសំខាន់ទៅតាមថាធនធានដែលបងប្អូនមានបាទអញ្ចឹងបងប្អូនផ្សំចំណីលើសពីនេះក៏បានតិចជាងនេះក៏បានបាទអញ្ចឹងសម្រាប់ការផ្សំចំណីនេះបងប្អូនគួរតែប្រើនៅថ្នាំវីតាមីនសម្រាប់ជំនួយវាបាទអញ្ចឹងខ្ញុំប្រើថ្នាំសម្រាប់ជំនួយវាគ្រាន់តែបងប្អូនចាក់រួយបាទចាក់រួយពីលើដែលបងប្អូនផ្សំចំណីហ្នឹងជាការស្រេចបាទហើយបងប្អូនកុំភ្លេចប្រើអំបិលហ្នឹងគឺវាមានសារៈសំខាន់សម្រាប់មាន់បងប្អូនដែលធ្វើឲ្យមាន់ដូចថាជួយនៅឆ្អឹងបាទឆ្អឹងរឹងមាំបាទវាមានជាតិរ៉ែដើម្បីការពារបាទបើចំពោះការផ្ដល់ចំណីមាន់បងប្អូនមួយចំនួនគាត់ចេះហើយនិងបងប្អូនមួយចំនួនទៀតគាត់nóiថាគាត់ចេះដែរប៉ុន្តែខុសបច្ចេកទេសអញ្ចឹងណាបាទអញ្ចឹងការផ្ដល់ចំណីមាន់សម្រាប់ដូចថាមាន់ដែលអាយុក្រោម21ថ្ងៃបងប្អូនមិនគួរផ្ដល់ចំណីសម្រាប់នេះឲ្យវាស៊ីទេសំទោសចំណីផ្សំនេះឲ្យវាស៊ីទេបាទអញ្ចឹងបងប្អូនគួរតែបាទផ្ដល់បាទប្រភេទជាចំណីសម្រាប់ឲ្យវាស៊ីទៅបើថាចំណីបេបាទអញ្ចឹងចំណីបេហ្នឹងគឺជាប្រភេទជាចំណីដែលឆ្អិនបាទវាងាយក្នុងការរំលាយបាទរំលាយអាហារសម្រាប់កូនមាន់បាទអញ្ចឹងបងប្អូនគួរតែផ្ដល់ចំណីឲ្យវាស៊ីទៅសម្រាប់កូនមាន់ណាបាទចំណីសម្រាប់ណាចំពោះមាន់ដែលអាយុលើសពី21ថ្ងៃបងប្អូនគួរតែផ្សំចំណីឲ្យវាស៊ីបាទរួមទាំងបន្លែធម្មជាតិបាទបងប្អូនបងប្អូនចិញ្ច្រាំវាមកទៅមានដូចជាត្រកួនបាទស្លឹកបាសស្លឹកងប់បាទស្ពៃអីហ្នឹងបាទដើមកធំថេតស្លឹកឆាយាបាទដើមចេកដើមអីបងប្អូនបងប្អូនគួរតែចិញ្ច្រាំវាមកលាយជាមួយនឹងចំណីដែលបងប្អូនផ្សំហ្នឹងគឺជាការល្អមែនទែនបាទដោយសារខ្ញុំអត់បានដាក់បន្លែឲ្យវាស៊ីខ្ញុំប្រញាប់ទៅកន្លែងវិញបាទទៅធ្វើការខ្ញុំគ្រាន់តែផ្សំភ្លាមឲ្យវាស៊ីភ្លាមបាទអញ្ចឹងបងប្អូនយល់ល្អបងប្អូនគួរតែបាទមានបន្លែធម្មជាតិចិញ្ច្រាំលាយវាទៅបាទអញ្ចឹងវាជាការល្អបាទវាជួយនៅមាន់ដូចថា
ធម្មតាបន្លែវាមានជាតិប្រូតេអ៊ីនជាច្រើនដើម្បីទ្រទ្រង់នៅសុខភាពមាន់ដើម្បីឲ្យដែលថាឲ្យមាន់ឆាប់ធំលឿននិងទទួលបានសុខភាពល្អផងដែរបាទអញ្ចឹងបងប្អូនគួរតែធ្វើបែបនេះទៅបាទបើចំពោះការផ្ដល់ចំណីនេះបងប្អូនបាទបើមាន់បងប្អូនអាយុក្រោម21ថ្ងៃឬក៏3សប្តាហ៍ហ្នឹងបងប្អូនមួយថ្ងៃបងប្អូនគួរតែផ្ដល់វាឲ្យបានញឹកញាប់ទៅបាទធ្វើយ៉ាងណាកុំឲ្យថាផ្ដល់ច្រើនពេកឬក៏តិចពេកបាទ3 4 ដងឬ4 5 ដងយ៉ាងទៅបាទហើយសម្រាប់ការផ្ដល់ចំណីសម្រាប់មាន់ធំដែលលើសអាយុបាទថាចាប់ពី21ថ្ងៃបងប្អូនគួរតែប្រើដូចថាចំណីសម្រាប់ផ្សំឲ្យវាស៊ីនិងមួយថ្ងៃ2 ដងឬក៏3 ដងយ៉ាងទៅបាទហើយមួយទៀតគឺបងប្អូនគួរតែផ្ដល់ទឹកស្អាតជាប្រចាំដើម្បីឲ្យវាផឹកបាទយើងអាចទីថាទុកទឹកបាទរយៈពេលចាប់ពី2ថ្ងៃឲ្យវាផឹកបានឡើយបាទពីព្រោះយើងទុកក៏បានដែរគ្រាន់តែទឹកហ្នឹងវាបង្កទៅជាវីរុសបាទជាមេរោគកាលណាវាផឹកឬក៏វាស៊ីចំណីដែលថាថ្ងៃហ្នឹងទៅស្អែកវាដែលថាចម្ពុះរបស់វាជាប់នឹងចំណីធ្វើឲ្យវាផឹកទឹកធ្វើឲ្យថាកំទេចចំណីវាលាយនៅក្នុងទឹកបណ្ដាលឲ្យថាទឹករបស់មាន់ដែលវាផឹកហ្នឹងគឺជាទឹកដែលកើតទៅជាមេរោគបាទអាចទៅជាជូរឬក៏ផ្អូមហ្នឹងទៅបាទអញ្ចឹងយកល្អបងប្អូនគួរតែបាទដូរទឹកវាជាប្រចាំមួយថ្ងៃបងប្អូនគួរតែផ្ដល់ទឹកស្អាតជានិច្ចបាទទឹកថ្មីជានិច្ចឲ្យវាផឹកបាទហើយប្រសិនបើជាបងប្អូនថាមានថ្នាំវីតាមីនបងប្អូនគួរតែលាយជាមួយនឹងទឹកបាទឲ្យវាផឹកជាប្រចាំថ្ងៃទៅគឺជាការល្អដើម្បីបើកាត់បន្ថយតទៅនឹងជំងឺបាទដូចជាការបន្ស៊ាំជំងឺផ្សេងដែលកើតមានទៅលើមាន់របស់បងប្អូនសម្រាប់ខែវស្សានេះបាទហើយមួយទៀតបាទរាល់ការចិញ្ចឹមមាន់បងប្អូនកុំភ្លេចនៅធ្វើតទៅនឹងអនាម័យបាទអនាម័យបានថាបងប្អូនគួរតែធ្វើការបោសសម្អាតទាំងក្នុងទ្រុងនិងក្រៅទ្រុងបាទលីមួកវាបាទបោសចេញជាប្រចាំទៅបាទយើងកុំទុករហូតដល់ធុំក្លិនបាទស្អុយលីមួកវាបណ្ដាលឲ្យថាមានបរិយាកាសអ៊ូអាប់ដែលធ្វើឲ្យមាន់ថាអារម្មណ៍អត់ល្អវាអាចទៅឈឺបាទកើតទៅជាជំងឺទៅបាទទោះបីជាបងប្អូនប្រើថ្នាំឬក៏ចាក់វ៉ាក់សាំងក៏ដោយក៏នៅតែកើតជំងឺដដែលហ្នឹងបាទបើសិនជាបងប្អូនមិនសម្អាតវាប្រកាសជាឈឺបាទហើយក្នុងការសម្អាតហ្នឹងបងប្អូនត្រូវតែសម្អាតទាំងថាខាងក្រៅនិងខាងក្នុងទីធ្លាទាំងទ្រុងទាំងអីបងប្អូនបោសសម្រាមវាចេញអស់ទៅបាទហើយតកតងនឹងកតោទឹកឬក៏កតោចំណីបងប្អូនគួរតែដោះលាងវាជាប្រចាំដែរបាទអញ្ចឹងដោះលាងវាទៅជាមួយនឹងសាប៊ូបាទដើម្បីកាត់បន្ថយថាមេរោគផ្សេងដែលវាជាប់នៅនឹងកតោហ្នឹងបាទអញ្ចឹងនៅចំណុចនេះគឺបងប្អូនមួយចំនួនគាត់ចេះហើយនិងសម្រាប់បងប្អូនមួយចំនួនទៀតគាត់មិនទាន់ចេះអញ្ចឹងខ្ញុំអធិស្ឋានទុកជាមុនចំពោះបងប្អូនដែលគាត់ចេះបាទប្រសិនបើមានពាក្យពេចន៍លើសលួសខ្វះខាតត្រង់កន្លែងណាមួយអីសូមបងប្អូនអធិស្ឋានផងដែរបាទខ្ញុំលើកទឹកចិត្តឲ្យបងប្អូនធ្វើការចិញ្ចឹមមាន់ពីព្រោះការចិញ្ចឹមមាន់នេះបើបងប្អូនចេះប្រកបបងប្អូននឹងទទួលបានសមិទ្ធផលច្រើនបាទដូចជាផ្គត់ផ្គង់បាទជីវភាពគ្រួសាររបស់បងប្អូនបាទបានមួយកម្រិតទៀតនិងកាត់បន្ថយភាពក្រីក្រក៏ដូចជាធ្វើការចំណាក់ស្រុកផ្សេងបងប្អូនគួរតែចិញ្ចឹមមាន់នេះទៅបាទហើយមួយទៀតបងប្អូនមុននឹងធ្វើការចិញ្ចឹមបាទមាន់បងប្អូនគួរតែសិក្សាស្វែងយល់អំពីការចិញ្ចឹមឲ្យបានច្បាស់ជាមុនសិនមុននឹងបងប្អូនចាប់ផ្ដើមធ្វើវាប្រសិនបើបងប្អូនមិនមានដែលថាបច្ចេកទេសក៏ដូចជាចំណេះដឹងអំពីការចិញ្ចឹមមាន់នេះទេបងប្អូននឹងទទួលបានន័យថាលទ្ធផលដែលថាមិនជាទីគាប់ចិត្តបាទអញ្ចឹងបងប្អូនគួរតែសិក្សាស្វែងយល់ក៏ដូចជាបាទវិធីសាស្ត្របាទជាដំបូងយើងត្រូវមានអ្វីខ្លះបាទបន្ទាប់មកយើងគួរចាប់ផ្ដើមធ្វើអ្វីទៀតបាទហើយបន្ទាប់មកយើងចាប់ផ្ដើមធ្វើអ្វីដើម្បីឲ្យថាវាទទួលបានជោគជ័យអញ្ចឹងណាអញ្ចឹងបងប្អូនគួរតែសិក្សាវាទៅតាមរយៈសង្គមបាទ YouTube ឬក៏ Facebook page មួយចំនួនហ្នឹងគឺបងប្អូនមួយចំនួនគាត់តែងតែប្រាប់អំពីរបៀបក្នុងការចិញ្ចឹមមាន់នេះហើយបាទចឹងបងប្អូនគួរតែរៀនវាសិនមុននឹងធ្វើការសម្រេចចិត្តបាទក្នុងការចិញ្ចឹមបាទអញ្ចឹងយើងធ្វើអ្វីឲ្យដោយបងប្អូនបាទយើងមិនគួរធ្វើដោយថាមិនថាអត់មានបទពិសោធន៍នោះទេបាទ
បើសិនបើបងប្អូនធ្វើវាដោយអត់មានន័យថាបទពិសោធន៍សិក្សាអំពីវាឲ្យស៊ីជម្រៅទេបងប្អូននឹងបរាជ័យជាក់ជាមិនខានបាទក៏ដូចជាការរកស៊ីក៏ដោយខ្ញុំក៏មានបទពិសោធន៍បាទគឺថាខកចិត្តជាច្រើនដងប៉ុន្តែនៅខ្ញុំនៅតែជំនះវាជារៀងរហូតលុះរហូតទៅដល់ខ្ញុំទទួលបានជោគជ័យបាទមិនថាជោគជ័យធំដុំទេគាត់ថាយើងអាចនិយាយថាចិញ្ចឹមគ្រួសារយើងបាទឲ្យកូនរៀនសូត្របាទទិញរបស់របរអីចឹងផ្សេងហ្នឹងគឺយើងអាចមានលទ្ធភាពបាទយើងមានលទ្ធភាពក្នុងការធ្វើវាបាទអញ្ចឹងបើជាចុងក្រោយមិនតែជូនពរបងប្អូនទទួលបានជោគជ័យក្នុងការចិញ្ចឹមមាន់ក៏ដូចជាជោគជ័យក្នុងការប្រកបមុខរបរផ្សេងដែលបងប្អូនធ្វើប្រចាំថ្ងៃនេះសូមឲ្យបងប្អូនសុខសប្បាយនិងជ័យជំនះគ្រប់ភារកិច្ចទាំងអស់បាទហើយចំពោះបងប្អូនដែលថាមិនទាន់ចុច Subscribe សូមបងប្អូនសូមជួយចុច Subscribe ដើម្បីដូចជាការលើកទឹកចិត្តឲ្យខ្ញុំធ្វើវីដេអូបន្ថែមទៀតបាទអំពីការចិញ្ចឹមមាន់នេះផងដែរបាទហើយជាចុងក្រោយជូនពរបងប្អូននៅតាមបន្ទាត់ព្រំដែនក៏ដូចជាបងប្អូនបាទកងទ័ពជួរមុខសូមឲ្យបងប្អូនបាទទទួលបានសុខភាពល្អនិងយើងរួបរวมគ្នាក្នុងការថែរក្សានៅដែនដីសវណ្ណភូមិរបស់យើងឲ្យបានគង់វង្សយូរអង្វែងផងដែរបាទសម្រាប់កូនចៅជំនាន់ក្រោយបាទអញ្ចឹងអរគុណច្រើនជំរាបលាបាទ